នៅក្នុងភូមិតូចមួយដែលស្ថិតនៅក្បែរព្រៃធំមានរឿងចម្លែកមួយដែលអ្នកភូមិគ្រប់គ្នាមិនដែលហ៊ាននិយាយខ្លាំងគេជឿថានៅក្នុងព្រៃនោះមានព្រាយស្រីម្នាក់រស់នៅរាល់យប់ដែលព្រះច័ន្ទពេញវង្សអ្នកណាដែលដើរឆ្លងកាត់ផ្លូវចូលព្រៃនឹងឮសំឡេងស្រីម្នាក់ហៅឈ្មោះខ្លួនពីក្នុងព្រៃអ្នកចាស់តែងតែព្រមានថាបើឮគេហៅឈ្មោះឯងពីក្នុងព្រៃកុំឆ្លើយតបទោះសំឡេងនោះស្គាល់ប៉ុណ្ណាក៏ដោយកុំងាកទៅមើលប៉ុន្តែមានយុវជនម្នាក់ឈ្មោះវណ្ណៈមិនដែលជឿរឿងទាំងនេះទេយប់មួយវណ្ណៈបានទៅផ្ទះមិត្តរបស់គេនៅភូមិជិតខាងពេលត្រឡប់មកវិញវេលាជិតពាក់កណ្ដាលអាធ្រាត្រផ្លូវត្រូវឆ្លងកាត់ព្រៃមួយខណៈកំពុងជិះកង់ស្រាប់តែវណ្ណៈគេឈប់កង់ភ្លាមសំឡេងនោះដូចជាសំឡេងម្ដាយរបស់គេវណ្ណៈជួយម៉ែផងវណ្ណៈមានអារម្មណ៍ចម្លែកម្ដាយរបស់គេនៅផ្ទះហេតុអ្វីបានជាមុតនៅក្នុងព្រៃប៉ុន្តែដោយសារឮសំឡេងម្ដាយកំពុងយំវណ្ណៈក៏ដើរចូលទៅក្នុងព្រៃម៉ែនៅណាគ្មានអ្នកណាឆ្លើយមានតែសំឡេងខ្យល់បក់កាត់ដើមឈើបន្ទាប់មកសំឡេងនោះក៏លាន់ឡើងពីក្រោយខ្នងកូនវណ្ណៈងាកក្រោយយ៉ាងលឿនគ្មាននរណាម្នាក់ប៉ុន្តែភ្លាមនោះគេឃើញស្នាមជើងមនុស្សម្នាក់នៅលើដីសើមស្នាមជើងនោះមិនមែនបែរចូលក្នុងព្រៃទេវាបែរមករកគេវណ្ណៈភ័យខ្លាចហើយរត់ចេញពីព្រៃទាំងមិនហ៊ានងាកក្រោយចាប់ពីយប់នោះមករឿងចម្លែកបានកើតឡើងក្នុងភូមិគោមួយចំនួនបាត់ខ្លួនកកែដែលធ្លាប់ព្រុសខ្លាំងនៅពេលយប់បែរជាឈរមើលទៅព្រៃហើយយំដោយគ្មានមូលហេតុមិនយូរប៉ុន្មានបរិសម្នាក់នៅក្នុងភូមិក៏បាត់ខ្លួនអ្នកភូមិចាប់ផ្ដើមភ័យពួកគេជឿថាព្រាយស្រីនៅក្នុងព្រៃបានត្រឡប់មកវិញហើយប៉ុន្តែវណ្ណៈមានអារម្មណ៍ថាមានអ្វីមួយមិនត្រឹមត្រូវគេបានទៅសួរយាយចាស់ម្នាក់ឈ្មោះយាយសែនដែលជាមនុស្សចាស់ជាងគេក្នុងភូមិពេលឮឈ្មោះព្រាយស្រីយាយសែនស្ងាត់មួយសន្ទុះមុននឹងនិយាយថានាងមិនមែនជាសត្រូវរបស់ភូមិទេវណ្ណៈភ្ញាក់ផ្អើលបើអ៊ីចឹងហេតុអ្វីនាងធ្វើឲ្យមនុស្សភ័យយាយសែនដកដង្ហើមធំព្រោះមនុស្សក្នុងភូមិជាអ្នកធ្វើឲ្យនាងខ្លាចជាព្រាយវណ្ណៈចាប់ផ្ដើមសួររឿងរ៉ាវពីអតីតកាលយាយសែនបានប្រាប់ថាកាលពីជាង20ឆ្នាំមុនមាននារីម្នាក់ឈ្មោះស្រីពៅរស់នៅក្នុងភូមិនាងជាមនុស្សស្ងៀមស្ងាត់និងចិត្តល្អប៉ុន្តែថ្ងៃមួយស្រីពៅត្រូវបានចោទថាលួចមាសរបស់អ្នកមានម្នាក់នៅក្នុងភូមិទោះនាងប្រកែកថាមិនបានធ្វើក៏គ្មាននរណាជឿនាងអ្នកភូមិបាននាំនាងទៅកាន់ព្រៃដើម្បីបង្ខំឲ្យនាងសារភាពស្រីពៅបានសុំជីវិតហើយប្រាប់ថានាងគ្មានកំហុសប៉ុន្តែគ្មាននរណាស្ដាប់យប់នោះស្រីពៅបានបាត់ខ្លួនក្នុងព្រៃចាប់ពីពេលនោះមកមនុស្សជាច្រើនបានឮសំឡេងនាងនៅពេលយប់អ្នកភូមិបានហៅនាងថាព្រាយស្រីប៉ុន្តែការពិតគ្មាននរណាដឹងថានាងស្លាប់ដោយរបៀបណាទេវណ្ណៈបានសួរហើយមាសដែលបាត់នោះរកឃើញទេយាយសែនស្ងាត់បន្ទាប់មកនាងនិយាយថារកឃើញនៅព្រឹកបន្ទាប់នៅក្នុងផ្ទះរបស់អ្នកដែលជាអ្នកចោទស្រីពៅវណ្ណៈស្រឡាំងកាំងមានន័យថាស្រីពៅត្រូវបានគេចោទដោយគ្មានកំហុសនៅយប់បន្ទាប់វណ្ណៈបានសម្រេចចិត្តចូលព្រៃម្ដងទៀតដើម្បីស្វែងរកកន្លែងដែលស្រីពៅបាត់ខ្លួនគេនាំមិត្តរបស់គេម្នាក់ឈ្មោះតារាទៅជាមួយពេលពួកគេទៅដល់កណ្ដាលព្រៃស្រាប់តែមានខ្យល់ត្រជាក់បក់មកភ្លើងពិលរបស់ពួកគេរលត់នៅក្នុងភាពងងឹតពួកគេបានឮសំឡេងស្រីម្នាក់ហេតុអ្វីមិនមានអ្នកណាជឿខ្ញុំតារាភ័យរហូតដល់ជើងញ័រប៉ុន្តែវណ្ណៈបាននិយាយពួកយើងជឿឯងប្រាប់ពួកយើងថាតើឯងចង់បានអ្វីស្ងាត់មួយសន្ទុះបន្ទាប់មកស្រមោលស្រីម្នាក់បានលេចចេញក្រោមដើមឈើសក់វែងគ្រប់មុខសម្លៀកបំពាក់ចាស់រហែកហើយជើងរបស់នាងមិនប៉ះដីនាងមិនបានវាយប្រហារពួកគេទេនាងគ្រាន់តែចង្អុលទៅដីវណ្ណៈបានជីកដីនៅកន្លែងនោះបន្តិចក្រោយមកគេបានរកឃើញប្រអប់ឈើចាស់មួយនៅខាងក្នុងមានខ្សែកមួយនិងក្រដាសចាស់ដែលសរសេររឿងរ៉ាវអំពីថ្ងៃដែលស្រីពៅត្រូវបានចោទប្រកាន់វាជាភស្តុតាងថានាងគ្មានកំហុសប៉ុន្តែមុនពេលវណ្ណៈយកប្រអប់ចេញសំឡេងមួយបានលាន់ពីក្រោយពួកគេកុំយកវាទៅវណ្ណៈងាកមើលស្រីពៅឈរនៅទីនោះភ្នែករបស់នាងពោពេញដោយទឹកភ្នែកនាងនិយាយថាខ្ញុំមិនចង់សម្លាប់អ្នកណាទេខ្ញុំគ្រាន់តែចង់ឲ្យគេដឹងថាខ្ញុំមិនមែនជាចោរវណ្ណៈសន្យាថានឹងយកការពិតទៅប្រាប់អ្នកភូមិនៅព្រឹកបន្ទាប់វណ្ណៈបានយកភស្តុតាងទៅបង្ហាញអ្នកភូមិមនុស្សគ្រប់គ្នាស្ងាត់មនុស្សចាស់ចាប់ផ្ដើមនឹកឃើញរឿងអតីតកាលទីបំផុតបុរសចំណាស់ម្នាក់បានសារភាពថាឪពុករបស់គាត់ជាអ្នកលួចមាសហើយបានបន្ទោសស្រីពៅដើម្បីគេចពីការចាប់ខ្លួនការពិតត្រូវបានបង្ហាញអ្នកភូមិបាននាំគ្នាទៅកាន់ព្រៃដើម្បីសុំទោសស្រីពៅពេលពួកគេទៅដល់កន្លែងដែលនាងបាត់ខ្លួនស្រាប់តែខ្យល់បានឈប់បក់សំឡេងស្រីពៅបានលាន់ឡើងជាលើកចុងក្រោយអរគុណឯទីបំផុតមានមនុស្សជឿខ្ញុំបន្ទាប់មកពន្លឺពណ៌សស្រទន់បានលេចឡើងនៅក្នុងព្រៃស្រមោលរបស់ស្រីពៅបានបាត់ទៅជាមួយពន្លឺនោះចាប់ពីថ្ងៃនោះមកគ្មានអ្នកណាឮសំឡេងព្រាយនៅក្នុងព្រៃទៀតឡើយអ្នកភូមិបានយកកន្លែងដែលស្រីពៅបាត់ខ្លួនធ្វើជាកន្លែងរំបុកដល់នាងហើយមនុស្សចាស់តែងប្រាប់ក្មេងៗថាកុំវិនិច្ឆ័យមនុស្សដោយពាក្យចចាមអារាមព្រោះពេលខ្លះមនុស្សដែលយើងគិតថាជាសត្រូវប្រហែលជាគ្រាន់តែជាមនុស្សម្នាក់ដែលកំពុងរងចាំឲ្យមានអ្នកស្ដាប់ការពិតរបស់គេបន្ទាប់ពីយប់ដែលវិញ្ញាណរបស់ស្រីពៅបានបាត់ទៅអ្នកភូមិគ្រប់គ្នាគិតថារឿងព្រាយនឹងបញ្ចប់ត្រឹមនេះចាប់ពីថ្ងៃនោះមកព្រៃដែលធ្លាប់គួរឲ្យខ្លាចបែរជាស្ងាត់ជាងមុនគ្មានសំឡេងស្រីយំគ្មានស្នាមជើងចម្លែកគ្មានអ្នកណាបាត់ខ្លួនទៀតឡើយវណ្ណៈក៏គិតថាទីបំផុតស្រីពៅបានទៅកាន់ទីស្ងប់ហើយប៉ុន្តែ3ថ្ងៃក្រោយមករឿងចម្លែកមួយបានកើតឡើងនៅព្រឹកមួយអ្នកភូមិបានរកឃើញស្នាមជើងសាមជាច្រើននៅជុំវិញផ្ទះរបស់វណ្ណៈ
ស្នាមជើងទាំងនោះចាប់ផ្ដើមពីមាត់ព្រៃដើរឆ្លងកាត់ផ្លូវហើយឈប់នៅមុខទ្វារផ្ទះវណ្ណៈអ្វីដែលធ្វើឲ្យគ្រប់គ្នាភ័យខ្លាចគឺស្នាមជើងទាំងនោះមានតែជើងខាងស្ដាំគ្មានជើងខាងឆ្វេងទេយាយសែនឃើញហើយនិយាយភ្លាមវាមិនមែនស្រីពៅទេវណ្ណៈសួរតើយាយដឹងយ៉ាងម៉េចយាយសែនមិនឆ្លើយនាងគ្រាន់តែសម្លឹងទៅព្រៃហើយនិយាយយឺតៗថាព្រៃនេះមិនដែលមានព្រាយតែម្នាក់ទេពាក្យនោះធ្វើឲ្យវណ្ណៈមានអារម្មណ៍ត្រជាក់សាច់គ្រប់គ្នាគិតថាស្រីពៅគឺជាវិញ្ញាណតែមួយគត់ដែលរស់នៅក្នុងព្រៃប៉ុន្តែបើតាមពាក្យរបស់យាយសែនមានអ្នកផ្សេងទៀតនៅយប់នោះវណ្ណៈមិនអាចដេកបានទេប្រហែលម៉ោង2យប់ខណៈគេកំពុងដេកស្រាប់តែមានសំឡេងគោះទ្វារតុកវណ្ណៈក្រោកអង្គុយគេមើលទៅទ្វារអ្នកណាគ្មានចម្លើយបន្តិចក្រោយមកសំឡេងគោះបានលាន់ឡើងម្ដងទៀតវណ្ណៈដើរទៅជិតទ្វារប៉ុន្តែគេចងចាំពាក្យរបស់យាយសែនថាមិនត្រូវបើកទ្វារនៅពេលយប់ស្រាប់តែមានសំឡេងក្មេងស្រីតូចម្នាក់លាន់ពីក្រៅបងវណ្ណៈស្ទើរតែដួលសំឡេងនេះដូចសំឡេងក្មេងស្រីដែលគេធ្លាប់ស្គាល់កាលពីនៅតូចគេបិទមាត់មិនឲ្យខ្លួនឯងឆ្លើយបងវណ្ណៈខ្ញុំត្រជាក់ណាស់បើកទ្វារឲ្យខ្ញុំផងសំឡេងក្មេងស្រីចាប់ផ្ដើមយំប៉ុន្តែវណ្ណៈនៅតែមិនបើកភ្លាមសំឡេងយំបានបាត់បន្ទាប់មកមានសំឡេងសើចហេបងមិនចង់ឃើញខ្ញុំទេឬវណ្ណៈថយក្រោយពីទ្វារសំឡេងនោះបានប្រែជាសំឡេងមនុស្សចាស់បន្ទាប់មកជាសំឡេងម្ដាយរបស់គេជាសំឡេងរបស់ស្រីពៅវណ្ណៈកុំបើកទ្វារវណ្ណៈភ្ញាក់ផ្អើលស្រីពៅសំឡេងពីក្រៅនិយាយយ៉ាងលឿនកុំជឿវាមិនមែនជាខ្ញុំទេភ្លាមនោះទ្វារបានរង្គើខ្លាំងវណ្ណៈរត់ទៅយកភ្លើងមកកាន់ប៉ុន្តែពេលគេត្រឡប់មកទ្វារបានបើកដោយខ្លួនឯងខាងក្រៅគ្មាននរណាមានតែស្នាមជើងសើមហើយនៅលើដីមុខទ្វារមានអក្សរមួយត្រូវបានគូរដោយភក់ជួយខ្ញុំព្រឹកឡើងវណ្ណៈបានទៅរកយាយសែនពេលយាយសែនឃើញអក្សរនោះនាងមានទឹកមុខស្លេកស្លាំងវាចាប់ផ្ដើមហើយវណ្ណៈសួរអ្វីចាប់ផ្ដើមយាយសែនបានប្រាប់ការពិតមួយដែលនាងលាក់ទុកអស់ជាច្រើនឆ្នាំកាលពីមុនពេលស្រីពៅមករស់នៅក្នុងភូមិមាននារីម្នាក់ទៀតបានបាត់ខ្លួននៅក្នុងព្រៃឈ្មោះរបស់នាងគឺមាលាជាមិត្តជិតស្និទ្ធរបស់ស្រីពៅនៅយប់ដែលស្រីពៅបាត់ខ្លួនមាលាក៏បានទៅរកនាងនៅក្នុងព្រៃដែរប៉ុន្តែមាលាមិនដែលត្រឡប់មកវិញទេអ្នកភូមិគិតថានាងក៏ស្លាប់នៅក្នុងព្រៃប៉ុន្តែគ្មានអ្នកណារកឃើញសាកសពនាងឡើយវណ្ណៈសួរអ៊ីចឹងសំឡេងដែលខ្ញុំឮយប់មិញគឺមាលាយាយសែនគ្រវីក្បាលខ្ញុំមិនដឹងទេប៉ុន្តែមានរឿងមួយដែលខ្ញុំដឹងច្បាស់អ្វីយាយសែនសម្លឹងមុខវណ្ណៈមាលាមិនមែនជាមនុស្សដំបូងដែលបាត់ខ្លួននៅក្នុងព្រៃនោះទេវណ្ណៈស្ងាត់គ្រប់គ្នាចាប់ផ្ដើមស្វែងរកកំណត់ត្រាចាស់នៅក្នុងផ្ទះចាស់របស់មេភូមិក្រោយស្វែងរកអស់ជាច្រើនម៉ោងពួកគេបានរកឃើញសៀវភៅកត់ត្រាមួយដែលមានអាយុជាង30ឆ្នាំនៅក្នុងសៀវភៅនោះមានឈ្មោះមនុស្សជាច្រើនមនុស្សដែលបាត់ខ្លួនឆ្នាំទី1មនុស្សម្នាក់បាត់ខ្លួនឆ្នាំទី3មនុស្ស2នាក់បាត់ខ្លួនឆ្នាំទី7មនុស្ស3នាក់បាត់ខ្លួននិងចុងក្រោយឆ្នាំទី20ស្រីពៅនិងមាលាអ្វីដែលគួរឲ្យខ្លាចបំផុតគឺនៅទំព័រចុងក្រោយមានប្រយោគមួយសរសេរដោយទឹកថ្នាំក្រហមរាល់20ឆ្នាំវានឹងត្រឡប់មកវិញវណ្ណៈសួរវាជាអ្វីគ្មានអ្នកណាឆ្លើយនៅយប់ដដែលភូមិទាំងមូលបានឮសំឡេងកណ្ដឹងពីក្នុងព្រៃដឹងកណ្ដឹងបន្លឺឡើង3ដងបន្ទាប់មកសត្វឆ្កែគ្រប់ក្បាលក្នុងភូមិចាប់ផ្ដើមយំភ្លើងនៅតាមផ្ទះមួយចំនួនរលត់ដោយខ្លួនឯងហើយពីក្នុងព្រៃមានសំឡេងមនុស្សជាច្រើនអ្នកកំពុងហៅឈ្មោះអ្នកភូមិវណ្ណៈតារាយាយសែនមនុស្សគ្រប់គ្នាបិទទ្វារប៉ុន្តែវណ្ណៈបានស្ដាប់ឮសំឡេងមួយផ្សេងទៀតសំឡេងស្រីពៅវណ្ណៈរត់ទៅភ្លាមយ៉ាងមានសំឡេងស្រែកពីផ្ទះមួយនៅចុងភូមិអ្នកភូមិរត់ទៅមើលបរិសម្នាក់បានបាត់ខ្លួនទ្វារផ្ទះនៅតែបើកនៅលើជញ្ជាំងមានស្នាមដៃខ្មៅមួយធំហើយនៅក្រោមស្នាមដៃនោះមានអក្សរមួយម្នាក់ទៀតវណ្ណៈដឹងថាពួកគេមិនអាចនៅរងចាំបានទៀតទេគេតារានិងយាយសែនបានសម្រេចចិត្តចូលព្រៃនៅយប់នោះដើម្បីស្វែងរកការពិតពួកគេដើរតាមស្នាមជើងរហូតដល់កន្លែងមួយដែលមិនធ្លាប់ឃើញពីមុននៅកណ្ដាលព្រៃមានផ្ទះឈើចាស់មួយទ្វាររបស់វាបើកចំហខាងក្នុងមានរូបថតមនុស្សជាច្រើនអ្នកព្យួរលើជញ្ជាំងវណ្ណៈយកភ្លើងបំភ្លឺគេភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងរូបថតនោះមានស្រីពៅមានមាលាមានមនុស្សដែលបានបាត់ខ្លួនជាច្រើនអ្នកទៀតប៉ុន្តែនៅកណ្ដាលជញ្ជាំងមានរូបថតមួយដែលធ្វើឲ្យវណ្ណៈឈរជាប់រូបថតនោះគឺជារូបរបស់យាយសែនកាលពីនៅក្មេងវណ្ណៈងាកទៅមើលយាយសែនយាយហេតុអ្វីរូបយាយនៅទីនេះយាយសែនមិនឆ្លើយភ្នែករបស់នាងពោពេញដោយទឹកភ្នែកបន្ទាប់មកនាងនិយាយថាព្រោះខ្ញុំក៏ជាមនុស្សម្នាក់ដែលនៅទីនោះនៅយប់ដែលស្រីពៅបាត់ខ្លួនតារាសួរដោយភ័យយាយដឹងថាមានអ្វីកើតឡើងមែនទេយាយសែនបិទភ្នែកខ្ញុំដឹងប៉ុន្តែខ្ញុំមិនដែលហ៊ានប្រាប់អ្នកណាភ្លាមនោះមានសំឡេងស្រីម្នាក់សើចនៅពីក្រោយពួកគេហេវណ្ណៈងាកក្រោយស្រីពៅឈរនៅចុងបន្ទប់ប៉ុន្តែពេលនេះភ្នែករបស់នាងមិនមែនសម្លឹងមកវណ្ណៈទេនាងកំពុងសម្លឹងទៅយាយសែនហើយនាងនិយាយតែមួយប្រយោគប្រាប់ពួកគេទៅអ្នកណាជាអ្នកសម្លាប់ខ្ញុំយាយសែនចាប់ផ្ដើមយំប៉ុន្តែមុនពេលនាងនិយាយអ្វីទ្វារផ្ទះបានបិទដោយខ្លួនឯងភ្លើងពិលរបស់វណ្ណៈរលត់ក្នុងភាពងងឹតមានសំឡេងជំហានជា
ច្រើនកំពុងដើរចូលមកពីជុំវិញផ្ទះមួយជំហានពីរដេកហើយមានសម្លេងមនុស្សជាច្រើនអ្នកនិយាយជាមួយគ្នារកឃើញពួកគេហើយវណ្ណៈកាន់ដៃតារាយាយសែនស្រែកកុំបើកភ្លើងកុំមើលទៅមុខប៉ុន្តែវាយឺតពេលហើយមានពន្លឺពណ៌ក្រហមមួយបានបើកឡើងនៅចុងបន្ទប់ហើយនៅក្នុងពន្លឺនោះមានស្រមោលមនុស្សរាប់សិបនាក់កំពុងឈរស្រីពៅស្រែករត់សំឡេងស្រែកនោះបានលាន់ពេញព្រៃហើយទ្វារផ្ទះបានបើកចំហឡើងដោយខ្លួនឯងវណ្ណៈតារានិងយាយសែនរត់ចេញពីផ្ទះទាំងភ័យស្លន់ស្លោប៉ុន្តែមុនពេលចេញពីព្រៃវណ្ណៈបានងាកក្រោយម្ដងទៀតគេឃើញស្រីពៅឈរនៅមុខផ្ទះចាស់នាងមិនបានដេញតាមពួកគេទេនាងគ្រាន់តែឈរមើលហើយនៅក្បែរនាងមានស្រមោលស្រីម្នាក់ទៀតកំពុងឈរសក់វែងមុខខ្មៅងងឹតភ្នែកក្រហមវណ្ណៈដឹងភ្លាមថានោះមិនមែនជាស្រីពៅទេវាគឺជាអ្វីមួយដែលធំជាងនេះអ្វីមួយដែលបានរស់នៅក្នុងព្រៃនេះអស់រយៈពេលជាច្រើនឆ្នាំហើយវាទើបតែចាប់ផ្ដើមភ្ញាក់ឡើង